បាទជំរាបសួរហើយនឹងសួស្តីអ្នកទាំងគ្នាបាទជាពិសេសមិត្តអ្នកដើរសង្ឃឹមថាអ្នកទាំងគ្នាសុខសប្បាយណាស់មិនដូចតាបុនទេតាបុននិយាយថារកដាក់ទៅកដោយសារតែដាច់លុយអ្នកគ្នាអញ្ចឹងណាគេមានលុយខ្ចីចាយមើលបើសិនជាមានអញ្ចឹងណាអ្នកគ្នានិយាយលេងអ្នកគ្នាបាទអូខេអ្នកគ្នាអញ្ចឹងថ្ងៃនេះតាបុននឹងនាំអ្នកទាំងគ្នាទៅដល់លេងថ្ងៃនេះយើងទៅលេងនៅឆ្ងាយនៅស្រុកលំផាត់យើងទៅលេងបឹងគិរីមង្គតឬក៏ហៅថាបឹងលំកុដអញ្ចឹងណានិយាយទៅបងប្អូនយើងក៏ដូចជាមិត្តអ្នកដើរស្គាល់ហើយគឺបឹងលំកុដដែលស្ថិតនៅស្រុកលំផាត់ហ្នឹងនិយាយទៅបើនិយាយពីចម្ងាយពីក្រុងម្លងឆ្ងាយដែរអ្នកទាំងគ្នាគឺចម្ងាយទៅគឺ60គីឡូពីក្រុងម្លងទៅដល់គិរីមង្គតឬក៏លំកុដនេះបាទអញ្ចឹងនិយាយគឺថាវាឆ្ងាយវាមិនជាបញ្ហាទេវាសម្រាប់អ្នកដើរលេងគឺជាបញ្ហាទេសម្រាប់អ្នកដើរលេងដើរឆ្ងាយអញ្ចឹងណាអ្នកគ្នាបើសិនអ្នកគ្នាស្គាល់ spin នេះជួយប្រាប់ comment ថា spin នេះឈ្មោះអីអញ្ចឹងណាអ្នកទាំងគ្នាបាទអញ្ចឹងនិយាយមក plate ជាមួយស្ទុះគឺយើងក៏ទៅដល់រមណីយដ្ឋានលំកុដតែម្ដងបាទបើយើងសង្កេតទៅលើទីសភាពនេះគឺស្អាតវាស្រស់ស្រាយខ្លាំងមែនតើហើយយើងចូលទៅយើងបងលុយគេបាទបើយើងសង្កេតលើទីសភាពនេះគឺស្អាតខ្លាំងមែនតើយើងមានឃើញថាមានកន្លែងលក់ដូរមានកន្លែងអាហារដ្ឋានភេសជ្ជៈផ្សេងៗបើសិននេះគ្នាមកទីនេះអាចមកជាក្រុមគ្រួសារជាបងប្អូនជាដេគូដេកង់ការក្រុមការងារអីអាចទៅទិញឡើងគាត់ order កំងឡើងគាត់គឺគាត់កន្លែងគាត់គឺមានគ្រប់សពតែម្ដងមិនថាភេសជ្ជៈគ្រឿងខ្លែបនេះមានអស់កន្លែងគាត់នឹងបាទហើយក៏មានកញ្ចុះសម្រាប់អ្នកទីជួលមកជាយើងមកជាក្រុមជាគ្រួសារអាចជួលកន្លែងចុះឡើងគាត់នៅបានអញ្ចឹងណាព្រោះកន្លែងជុំវិញបឹងគ្រីមគុតនេះសសឹងតែជាកញ្ចុះជុំវិញតែម្ដងអ្នកឃើញក្នុងវីដេអូហើយបាទគឺសិតទៅកញ្ចុះបាទអ្នកគ្នាអញ្ចឹងនៅបឹងគ្រីមគុតឬក៏ហាលំគុតនេះមាន3ផែបាទផែទី1ផែទី2ផែទី3អញ្ចឹងផែទី3ខ្ញុំអត់បានទៅដល់ទេខ្ញុំត្រឹមតែផែទី2បាទដោយសារផែហ្នឹងវាឆ្ងាយដែរអញ្ចឹងហើយយើងមករៀងយូរដែរវាខកពេលអញ្ចឹងវាល្ងាចដែរអញ្ចឹងណាអ្នកគ្នាហើយបើយើងសង្កេតទៅលើទីស្វៀមនេះគឺស្អាតព័ទ្ធទៅដោយព្រៃព័ទ្ធជុំវិញបឹងគិរីមកុដតែម្ដងបាទបើយើងសង្កេតទៅលើបឹងនេះស្តៀងនឹងបឹងច្រឡំដែរប៉ុន្តែរៀងទូចបន្តិចបាទទូចបន្តិចអញ្ចឹងណាហើយបឹងច្រឡំរៀងធំជាងនឹងប៉ុន្តែបើយើងមើលទៅលើទឹកគឺទឹកដូចតែគ្នាពណ៌ដូចតែគ្នាខៀវសង្ងាត់គឺអែមមែនតើអ្នកទាំងគ្នាបាទអញ្ចឹងបើសិនជាគ្នាចង់មកលេងអាចមកលេងបានហើយនិយាយពីចម្ងាយពីក្រុងម្លងគឺ60គីឡូបាទយើងជិះតាមផ្លូវលំផាត់អញ្ចឹងខ្ញុំរៀបrecommendដល់គ្នាអាចជិះតាមផ្លូវលំផាត់ក៏បានឬក៏ជិះតាមផ្លូវទៅស្រុកបកែវក៏បានតែយល់ល្អជិះតាមស្រុកលំផាត់ទៅផ្លូវទៅហ្នឹងវាចិត្តជាងអញ្ចឹងអ្នកទាំងគ្នាបាទដូចខ្ញុំជិះវិលជុំទៅខ្ញុំជិះវិលជុំពីតាមផ្លូវលំផាត់វិលជុំទៅស្រុកបកែវអញ្ចឹងវិលជុំតាមហ្នឹងសម្រាប់ខ្ញុំឯងអ្វីសំខាន់វាមានជាបញ្ហាសម្រាប់អ្នកដែលលេងទេអញ្ចឹងណាតែខ្ញុំវិញមកពីគ្រីមគុតនេះឡប់ទៅវិញគឺម៉ូតូបាយកង់អស់សាំងទៀតនិយាយថារកគាត់ថាអញ្ចឹងខ្ញុំដាក់វីដេអូចុងគេវីដេអូបាយកង់អញ្ចឹងណាតាមផ្លូវអញ្ចឹងអូខេអញ្ចឹងសម្រាប់អ្នកអាចចង់មកលេងនៅបឹងគិរីមង្គតអាចមកលេងបានគឺ AM តែម្ដងបាទ AM គឺចម្ងាយ60គីឡូពីក្រុងបន្លងយើងអញ្ចឹងបើនិយាយពីរមណីយដ្ឋាននៅក្នុងខេត្តយើងគឺច្រើនខ្លាំងមែនតើអញ្ចឹងវីដេអូក្រោយទៀតខ្ញុំបង្ហាញរមណីយដ្ឋានផ្សេងៗដែលនៅជិតខេត្តចិត្តក្រុងតែម្ដងមានប្រមាណអញ្ចឹងណាសម្រាប់អ្នកគ្នាឃើញជាពិសេសមិត្តអ្នកដែលនៅឆ្ងាយគេមិនទាន់ដឹងគេមិនទាន់ស្គាល់គេឃើញដែរអញ្ចឹងណាអ្នកគ្នាអូខេអរគុណច្រើនសម្រាប់ការឆ្លាញ់អូខេបាយបាយអរគុណច្រើនជួបគ្នាតក្រោយបាយយើងជួបគ្នារមណីយដ្ឋានផ្សេងៗទៀតក្នុងខេត្តរបស់យើងគឺខេត្តរតនគិរីបាយបាយ love you អ្នកទាំងគ្នានេះមួយដែលថាខ្ញុំប្រាប់ឯងមិនបាយកង់ឥឡូវអស់សាំងកមក